ជំរាបសួរខ្ញុំបាទឈ្មោះឆាយកងជូជានាយករបស់ក្រុមហ៊ុន G Gear Service Center ថ្ងៃនេះដែរក្រុមការងាររបស់យើងបានមកផ្ដល់សេវាកម្មថែទាំលាងសម្អាតម៉ាស៊ីនត្រជាក់នៅមន្ទីរពហុព្យាបាល Equipe Medical Center បាទនេះជាសកម្មភាពដែលក្រុមការងាររបស់ខ្ញុំកំពុងតែលាងសម្អាតម៉ាស៊ីនត្រជាក់ប្រភេទកាសែតហើយតើតើនឹងសកម្មភាពនេះដែរក្រុមការងាររបស់យើងធ្វើការដោះ panel ដោះថាសទឹកដោះកង្ហារនិងបតអេឡិចត្រូនិកទុកសិនដើម្បីធ្វើការលាងសម្អាតកញ្ឆេងម៉ាស៊ីនត្រជាក់ផ្នែកខាងមុខរបស់យើងបន្ទាប់ពីការលាងសម្អាតកញ្ឆេងរួចរាល់ហើយក្រុមការងាររបស់យើងនឹងធ្វើការលាងសយោទឹកហើយនឹងលាងសម្អាតម៉ូទ័របូមទឹកបន្ទាប់ពីធ្វើការងារទាំងអស់នេះចប់គឺក្រុមការងាររបស់យើងសម្អាតអ្វីដែលគាត់ដោះនឹងឲ្យរួចរាល់ហើយដើម្បីយកមកផ្គុំដាក់ចូលម៉ាស៊ីនរបស់យើងវិញបាទឥឡូវនេះក្រុមការងាររបស់យើងកំពុងតែលាងម៉ាស៊ីនត្រជាក់កតុយខាងក្រោយរបស់ Multi V System ហើយតើតើនឹងការលាងនេះគឺយើងលាងឲ្យស្អាតតើតើនឹងរាល់កតិកទីធូលីដីទាំងអស់ដែលទុំជាប់ជាមួយនឹងកញ្ឆេងម៉ាស៊ីនត្រជាក់ហើយបន្ទាប់ពីការលាងសម្អាតហើយគឺយើងនឹងឆែកមើល connection របស់ម៉ាស៊ីនត្រជាក់របស់យើងតើខ្សែដែលភ្ជាប់ជាមួយនឹងបតអេឡិចនីមួយៗហ្នឹងវាជាប់បានល្អឬអត់ហើយបន្ទាប់ពីការឆែកមើលរួចរាល់ហើយគឺយើងចាប់ផ្ដើមតេស្តម៉ាស៊ីនត្រជាក់របស់យើងហើយការតេស្តនោះដែរទី1គឺយើងអាចឆែកមើលម៉ាស៊ីនត្រជាក់របស់យើងតាមរយៈកុំព្យូទ័រឬមួយទូរស័ព្ទដៃដោយសារតែយើងមានកម្មវិធីសម្រាប់តេស្តម៉ាស៊ីនត្រជាក់របស់យើងហើយមួយទៀតគឺយើងអាចប្រើ tool របស់យើងដូចជានាឡិកា gas ទី2យើងអាចប្រើ ohmmet ឆែកមើលតង់សុងឆែកមើលអំពែនៃដំណើរការម៉ាស៊ីនត្រជាក់របស់យើងតើវាដំណើរការត្រឹមត្រូវគ្រប់ទៅតាម requirement របស់ម៉ាស៊ីនត្រជាក់អត់បន្ទាប់ពីការលាងសម្អាតរួចរាល់ហើយយើងមានសរសេរជាกระดาษរបាយការណ៍ដើម្បីឲ្យអតិថិជនរបស់យើងសាញទទួលការងាររបស់យើងបន្ទាប់ពីយើងធ្វើការងារចប់រួចរាល់អតិថិជនដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រភេទ wall mount កាសែត concealed dark floor standing ឬជាម៉ាស៊ីនត្រជាក់ប្រភេទ system ក៏ដោយតម្រូវឲ្យអតិថិជនធ្វើការលាងសម្អាតឲ្យបានទៀងទាត់រយៈពេល3ទៅ4ខែម្ដងដើម្បីឲ្យម៉ាស៊ីនត្រជាក់របស់យើងដំណើរការបានល្អមិនស៊ីភ្លើងមិនមានបញ្ហាលេចទឹកមិនឆាប់ខូចធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងដំណើរការទៅប្រកបដោយផាសុកភាពដូច្នេះអតិថិជនទាំងអស់បើត្រូវការសេវាកម្មនេះអាចតាក់ទងមកមជ្ឈមណ្ឌលសេវាកម្មរបស់ G Gear តាមរយៈ Facebook Page និងលេខទូរស័ព្ទនៅក្នុងវីដេអូនេះសូមអរគុណ